រុស្ស៊ីបន្តវាយប្រហារសម្ដៅលើក្រុងគីវចំពេលដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនធ្លាក់ចុះទន់ខ្សោយដើម្បីស្កាត់ចាប់មីស៊ីលបាឡេស្ទិកបាញ់ដោយម៉ូស្គូតាមអាជ្ញាធរក្នុងយប់ឆ្លងមកព្រឹកថ្ងៃពុធទី5សីហារុស្ស៊ីបានបាញ់ទៅលើក្រុងគីវនិងតំបន់ជុំវិញសរុបទៅគឺមីស៊ីល28គ្រាប់និងដ្រូន115គ្រឿងក្នុងក្រុងបូរីស្ពីលនិងក្រុងប៊ូឆាជាបុរីរណបនៃរដ្ឋធានីគីវមានស្លាប់16នាក់ខណៈក្រុមសង្គ្រោះស្ថិតនៅនឹងកន្លែងអាសន្នអន្តរនោះតាំងពីព្រឹកថ្ងៃពុធក្នុងរដ្ឋធានីផ្ទាល់ស្លាប់ម្នាក់និងរបួសជាច្រើនអ្នកចំណែកបណ្ដាជនជាញឹកញយគឺគ្មានពេលរត់ទៅពួនក្នុងជំរកក្រោមដីមានស្ថានីយ៍មេត្រូជាដើមក្រសួងការពារជាតិរុស្ស៊ីក្នុងសេចក្តីជូនដំណឹងលើ Telegram ថ្លែងអះអាងថាការវាយប្រហារគឺដៅទៅលើមជ្ឈមណ្ឌលនានាទទួលបន្ទុកខាងដឹកជញ្ជូននិងចែកចាយស្ថិតក្នុងក្រុងគីវនិងតំបន់ជុំវិញដែលតាមម៉ូស្គូគឺស្តុកទុកនិងផ្គត់ផ្គង់នៅអាវុធប្លែកៗនិងសម្ភារៈយោធាព្រមទាំងទទួលបន្ទុកខាងផលិតបន្ទាប់មកចែកចាយយានដ្រូនការដែលរុស្ស៊ីបង្កើនសន្ទុះវាយប្រហារទៅលើបណ្ដាជនស៊ីវិលអ៊ុយក្រែនគឺបង្កជាផលប៉ះពាល់ដ៏កំសត់ណាស់សម្រាប់បណ្ដាជននេះដែលអត្រាមរណៈមានកម្រិតខ្ពស់ស្រាប់ទៅហើយតាំងពីអ៊ុយក្រែនយីយាដោយសង្គ្រាមចាប់ពីខែកុម្ភៈឆ្នាំ2022មកជាញឹកញយគឺជនស៊ីវិលដែលរងគ្រោះដល់បាត់បង់ជីវិតដោយការវាយប្រហារនៃដ្រូនបាញ់រយៈខ្លីរូបភាពថតនៅពីលើទីផ្សារក្រុងខេកសុនបង្ហាញឲ្យឃើញដ្រូនដេញប្រកិតតាមបុរសម្នាក់ដែលខំរត់គេចពីដ្រូននោះដ្រូននៅតែតាមប្រមាញ់គាត់ទាំងហោះក្រវ៉ែលនៅពីលើរថយន្តគាត់រួចបុកទម្លាយយានជំនិះនេះមុននឹងផ្ទុះសំណាងល្អបុរសនេះនៅគង់ជីវិតដដែលក្នុងវីដេអូចេញផ្សាយដោយអភិបាលខេត្តខេកសុនគេឃើញរូបបុរសនោះដេកព្យាបាលនៅលើគ្រែក្នុងមន្ទីរពេទ្យជើងម្ខាងរំមុខរបួសចំណែកលើខ្លួនប្រកាន់គាត់គឺជាប់ដោយស្នាមនានាបុរសនេះដំណើរថាគាត់ជាអ្នកលក់បន្លែគាត់ចាត់ទុកជាអភូតកថាការដែលគាត់នៅរស់ការសម្ដៅទៅលើជនស៊ីវិលបែបនេះតាមយោបល់មេការទូតអ៊ុយក្រែនគឺជាយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់អង្គការសហប្រជាជាតិរូបភាពទាំងនេះជាឯកសារជាក់ស្ដែងនៅលើសមរភូមិលោកស្រី Daniel Bell ប្រមុខបេសកកម្មអង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សនៅអ៊ុយក្រែនលើកឡើងជាអាចយើងគ្មានមូលហេតុអ្វីនិងមិនត្រូវសង្ស័យឡើយចំពោះលក្ខណៈពិតប្រាកដនៃវីដេអូនេះរូបភាពទាំងនេះគឺស្របនឹងឧបទ្ទហេតុដែលរមែងស្រង់បាននៅជិតខ្សែសមរភូមិមុខជាទីដែលជនស៊ីវិលធ្លាក់ខ្លួនរងគ្រោះកាន់តែញឹកញយដោយការវាយប្រហារនៃដ្រូនដែលសកម្មរយៈខ្លីភាពតានតឹងនៅក្នុងតំបន់អាស៊ីហាក់កំពុងតែកើនកម្ដៅសារជាថ្មីបន្ទាប់ពីលោកស្រីគីមយូចុងដែលជាប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោកគីមចុងអ៊ុនបានចេញមុខរិះគន់យ៉ាងចាស់ដៃទៅលើប្រទេសជប៉ុនតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ចុះផ្សាយនៅថ្ងៃទី5ខែសីហាឆ្នាំ2026លោកស្រីគីមយូចុងបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ទីក្រុងតូក្យូដែលទើបតែបានបាញ់សាកល្បងមីស៊ីលប្រភេទ Tomahawk នាពេលថ្មីនេះដោយចាត់ទុកថាវាគឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហានេះទីក្រុងព្យុងយ៉ាងបានប្រមានយ៉ាងដាច់អហង្ការថាខ្លួននឹងត្រៀមរៀបចំជម្រើសយោធាថ្មីដើម្បីទប់ទល់នឹងសកម្មភាពរបស់ជប៉ុននៅក្នុងសេចក្តីថ្លែងការណ៍នោះលោកស្រីគីមយូចុងបានលើកឡើងចំអំពីការបាញ់សាកល្បងមីស៊ីលគ្រោះរយៈចម្ងាយឆ្ងាយដែលបាញ់ចេញពីនាវាចម្បាំងពិឃាតឆូកៃរបស់កងកម្លាំងស្វ័យការពារជប៉ុននៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិកកាលពីប៉ុន្មានថ្ងៃមុនមិនត្រឹមតែប៉ុណ្ណោះលោកស្រីក៏បានរំលឹកពីការបាញ់សាកល្បងមីស៊ីលផ្សេងទៀតព្រមទាំងការចូលរួមរបស់ជប៉ុននៅក្នុងសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅប្រទេសហ្វីលីពីនកាលពីខែឧសភាកន្លងទៅផងដែរសកម្មភាពទាំងនេះត្រូវបានកូរ៉េខាងជើងមើលឃើញថាជាការបោះជំហានខាងយោធាដ៏គួរឲ្យព្រួយបារម្ភដែលមិនអាចមើលរំលងបានឡើយជាមួយនឹងការព្រមាននេះប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះបានចោទប្រកាន់យ៉ាងចំហថាទីក្រុងតូក្យូកំពុងតែព្យាយាមលាក់បាំងមហិច្ឆតាដ៏ធំរបស់ខ្លួនក្នុងការប្រែក្លាយទៅជាមហាអំណាចយោធាខណៈដែលមានសហរដ្ឋអាមេរិកជាអ្នកឈរនៅពីក្រោយនិងជាអ្នកជំរុញឲ្យមានសកម្មភាពយោធាដ៏គ្រោះថ្នាក់ទាំងនេះដើម្បីជាការទប់ទល់នឹងអ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការគំរាមកំហែងដ៏ធំដល់សន្តិសុខជាតិរបស់ខ្លួនលោកស្រីគីមយូចុងបានគូបញ្ជាក់ជាថ្មីថាកូរ៉េខាងជើងនឹងដាក់ចេញនូវ
ជំរឿនប្រតិបត្តិការយោធាថ្មីៗបន្ថែមទៀតទោះបីជាលោកស្រីមិនទាន់បានលម្អិតថាតើវិធានការទាំងនោះជារឿងអ្វីឲ្យប្រកាសក៏ដោយត្រឹមរយៈពេល2សប្តាហ៍ក្រុមហ៊ុន Wildberries របស់រុស្ស៊ីរងការវាយប្រហារដោយដ្រូនអ៊ុយក្រែនមិនតិចជាង10ដងនោះទេនៅខណៈនេះប្រតិបត្តិការវាយប្រហាររបស់អ៊ុយក្រែនដែលផ្ដោតទៅលើគោលដៅសំខាន់ៗនៅក្នុងទឹកដីរុស្ស៊ីត្រូវបានគេមើលឃើញថាកំពុងបង្ហាញពីសន្ទុះបោះពុយយ៉ាងលឿនរហ័សនៅក្នុងគោលបំណងបំបាក់សមត្ថភាពយោធានិងហិរញ្ញវត្ថុរបស់រុស្ស៊ីដែលយកមកគាំទ្រក្បាលម៉ាស៊ីនសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននៅថ្ងៃទី4ខែសីហានេះក៏មានការរាយការណ៍ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើតំបន់ទីក្រុងមូស្គូនិង Leningrad របស់រុស្ស៊ីដែលការវាយប្រហារនេះបានកំណត់គោលដៅសំខាន់ដែលជាឃ្លាំងរបស់ក្រុមហ៊ុន Wildberries សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ថាមានអគ្គិភ័យកើតឡើងបន្ទាប់ពីការវាយប្រហារនេះខណៈពេលដូចគ្នាអភិបាលខេត្ត Leningrad លោក Alexander Drozdenko ក៏បានបញ្ជាក់ពីការវាយប្រហារដែលបានកើតឡើងទៅលើឃ្លាំងមួយស្ថិតនៅតំបន់ Krasny Bor ក្នុងខេត្ត Leningrad ដែលបានបង្កឲ្យរងការខូចខាតយ៉ាងខ្លាំងជាលទ្ធផលនៃការវាយប្រហារនេះយោងតាមសារព័ត៌មាន Astra តំបន់ Krasny Bor គឺជាកន្លែងប្រមូលផ្ដុំដោយមជ្ឈមណ្ឌលដឹកជញ្ជូននិងភស្តុភារច្រើនរួមទាំងមជ្ឈមណ្ឌលធំរបស់ក្រុមហ៊ុន Wildberries ដែលមានផ្ទៃដីប្រមាណ 154,000 ម៉ែត្រការ៉េផងដែរតាមរូបភាពដែលបានផ្សព្វផ្សាយលើអ៊ីនធឺណិតគេបានឃើញពីអគ្គិភ័យឆាបឆេះទ្រង់ទ្រាយធំនិងផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីឃ្លាំងមួយដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅលើសពីនេះនៅតំបន់ Chekhov នៅក្នុងតំបន់មូស្គូយន្តហោះគ្មានមនុស្សបើកក៏បានវាយប្រហារឃ្លាំងរបស់ក្រុមហ៊ុន Wildberries ផងដែរហើយបានបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះផ្ទះឯកជនមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏បានរាយការណ៍ពីការវាយប្រហារនៅតំបន់ឧស្សាហកម្ម Novosjoki នៅក្នុងទីក្រុង Chekhov ដែលបានបង្កឲ្យមានអគ្គិភ័យជាច្រើនកន្លែងហើយអគ្គិភ័យធំបំផុតបានកើតឡើងនៅឃ្លាំងមួយជាមួយគ្នានេះផងដែរស្ថានីយ៍អគ្គិសនីនិងអគាររដ្ឋបាលមួយក៏ត្រូវបានរាយការណ៍ថាបានរងការខូចខាតផងដែរខណៈដែលមានការរាយការណ៍អំពីអគ្គិសនីឆាបឆេះនៅតំបន់ Kestovo នៅក្នុងខេត្ត Nizhny Novgorod បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក្រុមហ៊ុន Wildberries ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនលក់ទំនិញដ៏ធំមួយតាមរយៈទីផ្សារអនឡាញដែលបានចែកចាយទំនិញលក់រាយទូទាំងប្រទេសហើយសូម្បីតែកងទ័ពរុស្ស៊ីក៏បានទទួលទំនិញតាមរយៈទីផ្សារអនឡាញ Wildberries នេះផងដែរការទិញទាំងនេះត្រូវបានអនុវត្តដោយប្រយោលតាមរយៈអង្គការស្ម័គ្រចិត្តជាញឹកញាប់ទំនិញដែលត្រូវបានបញ្ជាទិញរួមមានសម្ភារៈវិទ្យាសាស្ត្រនិងឧបករណ៍ផ្សេងៗដែលត្រូវការសម្រាប់ការប្រើប្រាស់ក្នុងវិស័យយោធាការវាយប្រហារទៅលើក្រុមហ៊ុនដ៏ធំរបស់រុស្ស៊ីនេះមិនមែនទើបតែកើតឡើងជាលើកទី1នោះទេកាលពីថ្ងៃទី3ខែសីហាកងកម្លាំងការពារជាតិអ៊ុយក្រែនក៏បានបើកការវាយប្រហារលើមជ្ឈមណ្ឌលភស្តុភាររបស់ក្រុមហ៊ុន Wildberries ដែលស្ថិតនៅក្នុងតំបន់ Vladimir ផងដែរយ៉ាងណានៅខណៈនេះបញ្ជាការដ្ឋានយោធារុស្ស៊ីត្រូវបានសង្ស័យថាកំពុងផ្ដល់ព័ត៌មានមិនត្រឹមត្រូវទៅកាន់វិមានក្រំឡាំងអំពីកម្រិតនៃភាពជោគជ័យរបស់ខ្លួននៅភាគខាងជើងប្រទេសអ៊ុយក្រែនយោងតាមអ្នកវិភាគនៅវិទ្យាស្ថានសិក្សាសង្គ្រាម ISW កងទ័ពរុស្ស៊ីបានអះអាងថាពួកគេកំពុងរុលទៅមុខយ៉ាងសកម្មនៅទូទាំងតំបន់ប្រតិបត្តិការទោះបីជាក្នុងស្ថានភាពជាក់ស្ដែងបង្ហាញឲ្យឃើញពីការបរាជ័យរបស់ទ័ពរុស្ស៊ីដែលមិនអាចវាយរុលចូលទៅក្នុងផ្នែកខ្លះនៃខ្សែត្រៀមជួរមុខអស់រយៈពេល72ឆ្នាំក៏ដោយជាក់ស្ដែងនៅថ្ងៃទី29ខែកក្កដាភាគីរុស្ស៊ីបានប្រកាសថាបានដណ្ដើមកាន់កាប់តំបន់ Novosibirsk ខណៈនៅថ្ងៃទី30ខែកក្កដាបានអះអាងពីការគ្រប់គ្រងតំបន់ Mala Slobodka និង Mauritius នៅក្នុងតំបន់ Sumy ព្រមទាំងតំបន់ Verica នៅក្នុងតំបន់ Kharkiv ផងដែរទោះជាយ៉ាងណាអ្នកវិភាគបានបង្ហាញការសង្ស័យចំពោះការអះអាងទាំងនេះដោយសារតែខ្វះភស្តុតាងបញ្ជាក់ពីការរីកចម្រើនពិតប្រាកដនៃការវាយរុលទៅមុខបានរបស់ទ័ពរុស្ស៊ីនៅលើសមរភូមិទន្ទឹមនឹងនេះវិទ្យាស្ថានសិក្សាសង្គ្រាម ISW បានកត់សម្គាល់ថាកងទ័ពរុស្ស៊ីបានប្រកាសអំពីការដណ្ដើមកាន់កាប់ទីតាំងថ្មីៗនៅក្នុងតំបន់ទាំងនេះស្ទើរតែរៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី22ខែកក្កដាមករបាយការណ៍បានបញ្ជាក់ពីការដែលវិទ្យាស្ថានសិក្សាសង្គ្រាមមិនបានឃើញពីសញ្ញាណាមួយដែលបង្ហាញថាកងកម្លាំងរុស្ស៊ីបានធ្វើការផ្លាស់ប្តូរទីតាំងកងទ័ពការប្រមូលផ្ដុំសម្ភារៈយោធាឬការបង្កើនប្រតិបត្តិការវាយលុកក្នុងកម្រិតសមស្របទៅនឹងទំហំទឹកដីដែលពួកគេអះអាងថាបានកាន់កាប់ក្នុងរយៈពេលប្រមាណថ្ងៃថ្មីនេះទេខណៈពេលដូចគ្នាកងកម្លាំងការពារជាតិអ៊ុយក្រែនបានបដិសេធការអះអាងរបស់ភាគីរុស្ស៊ីអំពីការគ្រប់គ្រងតំបន់ Mala Slobodka, Mauritius និង Novosibirsk
ជាមួយគ្នានេះក៏មានការកត់សម្គាល់ផងដែរអំពីការអនុវត្តបេសកកម្មជ្រៀតចូលទៅក្នុងតំបន់ភាគខាងជើងរបស់កងទ័ពថ្មើរជើងរុស្ស៊ីដែលនៅតែបន្តលើពីនេះក៏មានរបាយការណ៍ថាបុគ្គលិកយោធារុស្ស៊ីមួយចំនួនបានថតវីដេអូដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីកែប្រែឬបង្កើតវីដេអូដែលបង្ហាញថាទាហានរុស្ស៊ីកាន់ទង់ជាតិនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅវីដេអូទាំងនេះត្រូវបានគេជឿថាអាចមានគោលបំណងបង្កើតការយល់ច្រឡំនិងអះអាងពីការជោគជ័យរបស់កងទ័ពរុស្ស៊ីដែលបានគ្រប់គ្រងតំបន់ទាំងនោះអ្នកវិភាគបានគូបញ្ជាក់អំពីគោលបំណងដែលវិមានក្រំឡាំងកំពុងប្រើប្រាស់ការអះអាងអំពីភាពជោគជ័យផ្នែកយោធាទាំងនេះគឺដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចផ្សេងទៀតថាសង្គ្រាមរបស់រុស្ស៊ីកំពុងដំណើរការយ៉ាងល្អប្រសើរដល់កម្រិតដែលអាចធ្វើឲ្យលោកខាងលិចពិចារណាដកការគាំទ្ររបស់ខ្លួនចេញពីអ៊ុយក្រែនទន្ទឹមនឹងនេះកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងអនុវត្តប្រតិបត្តិការវាយលុកនៅក្នុងតំបន់មួយចំនួននៃភាគខាងជើងប្រទេសដែលផ្ទុយពីការអះអាងរបស់ភាគីរុស្ស៊ីអំពីការរុលទៅមុខដោយគ្មានការប្រឆាំងតបតជាក់ស្ដែងកងកម្លាំងការពារជាតិអ៊ុយក្រែនបានរំដោះតំបន់អូដ្រាតនីនៅក្នុងខេត្តខាគីវដែលត្រូវបានបញ្ជាក់ដោយការវិតម្លៃរបស់វិទ្យាស្ថានសិក្សាសង្គ្រាម ISW លើពីនេះកងកម្លាំងអ៊ុយក្រែនបានធ្វើប្រតិបត្តិការវាយបកនៅជិតតំបន់ Novosibirsk, Mauritius, Ivoshansky និង Pisarivka ដែលបានបង្កឲ្យការឈានទៅមុខរបស់រុស្ស៊ីនៅតំបន់ទាំងនេះមានសភាពយឺតយ៉ាវខ្លាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានបង្ហាញទិន្នន័យអំពីការខាតបង់របស់ភាគីទាំងពីរក្នុងអំឡុងពេលសង្គ្រាមទ្រង់ទ្រាយធំដែលលោកបានបញ្ជាក់ថាកងកម្លាំងរុស្ស៊ីបានទទួលរងការខាតបង់ធ្ងន់ធ្ងរជាងអ៊ុយក្រែនលោកប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់ពីការខាតបង់របស់ភាគីរុស្ស៊ីដែលមានចំនួនប្រហែល 1.6 លាននាក់នៅក្នុងនោះមានទាហានប្រហែល 700,000 នាក់ត្រូវបានសម្លាប់នៅលើសមរភូមិតាមការអះអាងរបស់លោកទាហានអ៊ុយក្រែនប្រហែល 50,000 នាក់បានស្លាប់នៅលើសមរភូមិខណៈដែលប្រហែល 400,000 នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរអ៊ុយក្រែននៅពេលនេះក៏បានបង្ហាញពីតម្រូវការបន្ទាន់នៃការទទួលបានប្រព័ន្ធការពារដែនអាកាសពីសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទិករបស់រុស្ស៊ីជុំវិញបញ្ហានេះសហរដ្ឋអាមេរិកក្រោមរដ្ឋការលោក Donald Trump បានបង្ហាញពីសញ្ញាវិជ្ជមានជាមួយនឹងការផ្ដល់នូវអាជ្ញាប័ណ្ណដល់អ៊ុយក្រែនដែលផ្ដល់នូវសិទ្ធិក្នុងការផលិតប្រព័ន្ធនេះដោយខ្លួនឯងយ៉ាងណាក្នុងពេលចុងក្រោយនេះលោក Donald Trump បែរជាបានដកខ្លួនចេញពីការសម្រេចចិត្តរបស់លោកក្នុងការអនុញ្ញាតឲ្យអ៊ុយក្រែនផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីលប្រតិយុទ្ធដោយខ្លួនឯងលោក Donald Trump បានបង្ហាញការសង្ស័យអំពីការផ្ទេរប្រព័ន្ធបច្ចេកវិទ្យាការពារមីស៊ីលប្រតិយុទ្ធទៅឲ្យប្រទេសអ៊ុយក្រែនលោកបានលើកឡើងថាសហរដ្ឋអាមេរិកគួរតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការផ្ទេរបច្ចេកវិទ្យាផលិតអាវុធទំនើបៗរបស់ខ្លួនកាលពីសប្តាហ៍មុនលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ក៏បានជួបប្រជុំគ្នានៅឯសេតវិមានដែលកិច្ចប្រជុំនេះត្រូវបានពិពណ៌នាថាមានភាពវិជ្ជមាននិងមានផលិតភាពមុនពេលជួបជាមួយលោក Trump លោក Zelensky ក៏បានបញ្ជាក់ថាអាទិភាពទី1របស់លោកគឺការពារប្រឆាំងនឹងមីស៊ីលផ្លោងនិងការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិកនៅថ្ងៃដដែលនោះលោកក៏បានជួបជាមួយតំណាងពីក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot និងប្រព័ន្ធមីស៊ីលផ្សេងៗទៀតផងដែរលោក Zelensky បានសរសេរនៅលើបណ្ដាញសង្គមគណនី X ថាលោកនិងភាគីពាក់ព័ន្ធបានពិភាក្សាអំពីសមត្ថភាពរួមគ្នាទាក់ទងនឹងប្រព័ន្ធមីស៊ីល Patriot និងប្រព័ន្ធផ្សេងៗទៀតក្រុមការងាររបស់ពួកគេកំពុងធ្វើការលើដំណោះស្រាយជាក់លាក់ដើម្បីឈានទៅរកការផលិតរួមគ្នានិងបង្កើនសមត្ថភាពក្នុងការការពារជីវិតប្រជាជនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននេះបើតាមការលើកឡើងបន្ថែមរបស់លោក Zelensky អ៊ុយក្រែនត្រូវបានចាត់ទុកថាជាប្រទេសមួយដែលឈានមុខគេលើពិភពលោកក្នុងការផលិតនិងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនិងប្រព័ន្ធស្ទាក់ចាប់មីស៊ីលទោះជាយ៉ាងណាប្រទេសនេះនៅតែមិនទាន់មានវិធីសាស្ត្រដែលមានប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ការពារខ្លួនពីមីស៊ីលប៉ាឡេស្ទិកនៅឡើយទេ